សូមស្វាគមន៍លោកអ្នកមកកាន់កម្មវិធីជួបព្រីស៊ូរាល់ថ្ងៃអត្ថបទថ្ងៃនេះគឺពាក្យ5ម៉ាត់សម្រាប់ប្រើក្នុងជីវិតចម្បាំងនេះជារបស់ព្រះអម្ចាស់ភាគទី2ព្រះជាម្ចាស់សពប្រតិឲ្យលោកអ្នកមើលឃើញរាល់ការលំបាកក្នុងជីវិតរបស់លោកអ្នកជាអាហារសម្រាប់ជំនឿរបស់លោកអ្នកព្រះជាម្ចាស់មិនបានបញ្ជូនបញ្ហាមកឲ្យយើងទេប៉ុន្តែទ្រង់អនុញ្ញាតឲ្យវាកើតឡើងដើម្បីឲ្យបញ្ហាទាំងនោះអាចក្លាយជានំប៉័ងសម្រាប់ជីវិតនិងពង្រឹងកម្លាំងដល់យើងជំនឿគឺជាការមានទស្សនៈវិជ្ជមានចំពោះព្រះជាម្ចាស់សូម្បីតែមុនពេលដែលលោកអ្នកបានឃើញជ័យជំនះទៅទៀតខណៈពេលដែលយូស្វេនិងកាឡែបបានពោលពាក្យនៃជំនឿទាំងនេះពួកជំនុំអ៊ីស្រាអែលទាំងមូលបែរជាមិនជឿពួកគេទៅវិញខណៈនោះពួកជំនុំទាំងឡាយក៏នាំគ្នាគិតចង់យកដុំថ្មចោលសម្លាប់លោកទាំងពីរប៉ុន្តែសេរីល្អនៃព្រះម្ចាស់ក៏លេចមកក្នុងពន្លាជំនុំនៅចំពោះមុខពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាជនគណនាចំពុក14ខ10ពួកជំនុំទាំងឡាយក៏នាំគ្នាគិតចង់យកដុំថ្មចោលសម្លាប់អ្នកទាំងពីរនៅសប្តាហ៍ថ្ងៃនេះក៏មានមនុស្សជាច្រើនដែលនឹងប្រឆាំងនឹងយើងនៅពេលដែលយើងទុកចិត្តលើព្រះម្ចាស់ទុកចិត្តលើព្រះហឫទ័យនិងលើព្រះបន្ទូលរបស់ទ្រង់ហើយនៅពេលដែលយើងនិយាយដោយជំនឿនៅទីបញ្ចប់យូស្វេនិងកាឡែបគឺជាមនុស្សតែ2នាក់គត់ក្នុងចំណោមពួកជំនុំទាំងមូលដែលព្រះជាម្ចាស់សពរតីហើយដែលអាចចូលទៅក្នុងទឹកដីសន្យានៅពេលក្រោយមកចំពោះអស់អ្នកដែលមិនជឿលើសេចក្តីសន្យារបស់ព្រះម្ចាស់ទ្រង់មានព្រះបន្ទូលថាអ្នកទាំងនោះនឹងមិនបានឃើញស្រុកដែលយើងបានស្បត់សន្យានឹងបុព្វបុរសរបស់គេឡើយហើយអស់អ្នកណាដែលមើលងាយយើងក៏មិនឃើញស្រុកនោះដែរជនគណនាចំពុក14ខ23ពួកកូនចៅអ៊ីស្រាអែលមិនបានជឿថាព្រះជាម្ចាស់មានសេចក្តីល្អគ្រប់គ្រាន់និងប្រទានទឹកដីសន្យាដល់ពួកគេឡើយហើយពួកគេបានត្អូញត្អែថាពួកគេចង់ស្លាប់នៅស្រុកអេស៊ីបឬនៅទីរហោឋានវិញប្រសើរជាងជនគណនាចំពុក14ខ2ជាលទ្ធផលព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ពួកគេថាអ្វីដែលពួកគេបាននិយាយចេញមកវានឹងកើតឡើងយ៉ាងដូចនោះឯងសូមមើលជនគណនាចំពុក14ខ28ប៉ុន្តែកាឡែបជាអ្នកបម្រើរបស់យើងដោយព្រោះមានវិញ្ញាណខុសពីគេហើយបានដើរតាមយើងយ៉ាងអស់ពីចិត្តនោះយើងនឹងនាំគាត់ចូលទៅក្នុងស្រុកដែលគាត់បានទៅមើលហើយពូជពងគាត់នឹងបានស្រុកនោះទុកជាមរតកជនគណនាចំពុក14ខ24វិញ្ញាណខុសពីគេកាឡែបមានវិញ្ញាណខុសប្លែកពីគេនៅក្នុងភាសាហេប្រឺពាក្យថាខុសគ្នាឬខុសប្លែកពីគេនេះក៏មានន័យថាការដើរតាមផងដែរកាឡែបមានវិញ្ញាណដែលដើរតាមព្រះអម្ចាស់តើវិញ្ញាណនេះគឺជាអ្វីវាគឺជាវិញ្ញាណនៃសេចក្តីជំនឿហើយដោយព្រោះយើងមានវិញ្ញាណនៃសេចក្តីជំនឿបែបតែមួយដូចមានសេចក្តីចែងទុកមកថាខ្ញុំបានជឿហេតុនោះបានជាខ្ញុំនិយាយនោះយើងក៏ជឿដែរហេតុនោះបានជាយើងនិយាយរន្ធុកខ្សែទី2ចំពុក4ខ13វិញ្ញាណនៃជំនឿដំណើរការបែបនេះគឺខ្ញុំជឿមុននឹងខ្ញុំបានឃើញរួចហើយទើបខ្ញុំនិយាយមិនមែនខ្ញុំឃើញសិនរួចហើយទើបខ្ញុំនិយាយនោះទេយូស្វេនិងកាឡែបដែលមានវិញ្ញាណនៃជំនឿនេះគឺជាមនុស្សតែ2នាក់គត់ក្នុងចំនួនរបស់ពួកគេដែលបានចូលទៅក្នុងទឹកដីសន្យាហើយពួកគេបាននាំមនុស្សចំនួនក្រោយចូលទៅជាមួយពួកគេផងដែរជំនឿគឺជាការមានទស្សនៈវិជ្ជមានចំពោះព្រះជាម្ចាស់នៅពេលដែលព្រះជាម្ចាស់ប្រាប់ឲ្យអ្នកធ្វើអ្វីមួយវាតែងតែដើម្បីជាប្រយោជន៍ដល់លោកអ្នកជានិច្ចសូមឲ្យយើងក្លាយជាមនុស្សដែលមានទស្សនៈវិជ្ជមានចំពោះព្រះជាម្ចាស់នៅចំពោះមុខការលបងលោនៃជីវិតនៅពេលដែលលោកអ្នកទុកចិត្តលើព្រះអម្ចាស់ហើយមើលឃើញបញ្ហាប្រឈមរបស់លោកអ្នកជាអាហារសម្រាប់បរិភោគនោះលោកអ្នកនឹងទទួលបានជ័យជំនះនិងក្លាយជាអ្នកមានខាងវិញ្ញាណព្រមទាំងមានប្រាជ្ញានិងការយល់ដឹងអំពីផ្លូវរបស់ព្រះម្ចាស់បញ្ហាដែលលោកអ្នកកំពុងជួបនឹងផ្ដល់ជាប្រយោជន៍ដល់លោកអ្នកនៅពេលដែលលោកអ្នកផ្ដោតភ្នែកទៅលើសេចក្តីសន្យារបស់ព្រះជាម្ចាស់ដែលមិនចេះប្រែប្រួលរឿងដែលគួរឲ្យសោកស្ដាយបំផុតចំពោះមនុស្សចំនួនមុនរបស់អ៊ីស្រាអែលដែលមិនបានចូលទៅក្នុងទឹកដីសន្យាដោយសារតែពួកគេខ្លាចពួកយក្សដែលជាសត្រូវនោះ
គឺថាពួកយៈដែលពួកគេភ័យខ្លាចខ្លាំងនោះបែរជាភ័យខ្លាចពួកគេទៅវិញយូស្វេចំពុក2ខ9ដល់11ពួកសត្រូវនៅក្នុងទឹកដីនោះបានដឹងថាព្រះអម្ចាស់បានញែកសមុទ្រក្រហមឲ្យពួកអ៊ីស្រាអែលហើយពួកគេដឹងថាខ្លួនមិនមែនជាគូប្រកួតជាមួយទ្រង់ឡើយសត្រូវនឹងការលំបាករបស់លោកអ្នកអាចមើលទៅធំធេងតាមបែបធម្មជាតិប៉ុន្តែបើប្រៀបធៀបជាមួយព្រះអម្ចាស់ពួកវាគឺតូចល្អិតបំផុតជំនឿមិនមែនជាការធ្វើពុតថាបញ្ហាមិនមាននោះទេយូស្វេនិងកាឡែបមិនបានបដិសេធចំពោះវត្តមានរបស់ពួកយៈនៅក្នុងទឹកដីនោះទេប៉ុន្តែជំនួសឲ្យការប្រៀបធៀបពួកយៈជាមួយនឹងខ្លួនឯងពួកគេបានប្រៀបធៀបពួកយៈជាមួយនឹងព្រះជាម្ចាស់វិញវិញ្ញាណនៃជំនឿទទួលស្គាល់បញ្ហាប៉ុន្តែយកបញ្ហានោះទៅប្រៀបធៀបជាមួយព្រះជាម្ចាស់ធម្មជាតិនៃរូបកាយយើងគឺតែងតែមានទំនោរទៅរកអ្វីដែលមើលឃើញនិងប៉ះពាល់បានដែលញាណទាំង5របស់យើងអាចសង្កេតឃើញទោះជាយ៉ាងណាក៏ដោយព្រះជាម្ចាស់គង់នៅក្នុងអាណាចក្រដែលមើលមិនឃើញបន្ទុកលំបាកស្រាលៗរបស់យើងដែលកើតឡើងតែមួយផ្លែតនេះកំពុងតែបង្កើតឲ្យយើងនៅសេរីល្អដ៏ធ្ងន់បំផុតហើយដែលថិតថេរអស់ការជានិច្ចជាការលើសលប់លើសពីអ្វីទាំងអស់បាត់យើងមិនសម្លឹងមើលទៅលើអ្វីដែលមើលឃើញឡើយគឺសម្លឹងមើលទៅលើអ្វីដែលមើលមិនឃើញវិញព្រមថុសខ្សែទី2ចំពុក4ខ17ដល់18ទុកលំបាកស្រាលរបស់យើងដែលកើតឡើងតែមួយផ្លែតរាល់ការលំបាកដែលអ្នកកំពុងឆ្លងកាត់នឹងមានរយៈពេលត្រឹមតែមួយផ្លែតប៉ុណ្ណោះទុកលំបាកស្រាលរបស់យើងកំពុងតែបង្កើតឲ្យយើងនៅសេរីល្អដ៏ធ្ងន់បំផុតហើយនៅថិតថេរអស់ការចរិតការលំបាកបណ្ដោះអាសន្នដែលលោកអ្នកកំពុងប្រឈមមុខនៅពេលនេះកំពុងតែបង្កើតឲ្យលោកអ្នកនៅសេរីល្អដ៏អស្ចារ្យស្ថិតថេរនិងជាអចិន្ត្រៃយ៍ពាក្យថាសេរីល្អគឺជាពាក្យខាវុតនៅក្នុងភាសាហេប្រឺដែលមានន័យថាធ្ងន់នៅពេលបញ្ចប់ការលបងលោរបស់លោកអ្នកនឹងឃើញខ្លួនឯងចេញមកវិញជាមួយនឹងភាពធ្ងន់ធ្ងរឬឥទ្ធិពលបន្ថែមវត្តមាននិងពាក្យសម្ដីរបស់លោកអ្នកនឹងមានទម្ងន់តើនេះមានន័យថាឲ្យតែអ្នកណាដែលឆ្លងកាត់បញ្ហានឹងចេញមកវិញជាមួយនឹងសេរីល្អដ៏ធ្ងន់មែនទេខបន្ទាប់បានចែងថាបិទអ្វីដែលមើលឃើញនោះជារបស់បណ្ដោះអាសន្នប៉ុណ្ណោះប៉ុន្តែអ្វីដែលមើលមិនឃើញនោះជារបស់ថិតថេរអស់ការជានិច្ចព្រមថុសខ្សែទី2ចំពុក4ខ18បញ្ហារបស់លោកអ្នកនឹងផ្ដល់ប្រយោជន៍ដល់លោកអ្នកលុះត្រាតែភ្នែករបស់លោកអ្នកសម្លឹងមើលទៅលើអ្វីដែលមើលមិនឃើញមិនមែនទៅលើអ្វីដែលមើលឃើញទេមើលទៅលើអ្វីដែលមិនទាន់លេចចេញមិនមែនលើអ្វីដែលបង្ហាញនៅចំពោះមុខទេបញ្ហារបស់លោកអ្នកនឹងបង្កើតសេរីល្អបន្ថែមឲ្យលោកអ្នកនៅពេលដែលភ្នែករបស់លោកអ្នកសម្លឹងមើលលើព្រះបន្ទូលនិងសេចក្តីសន្យាដែលមិនប្រែប្រួលរបស់ព្រះមិនមែនសម្លឹងលើកលៈទេសៈដែលប្រែប្រួលមិនឈប់ឈររបស់លោកអ្នកនោះទេអ្វីនៅជុំវិញលោកអ្នកដូចជាលទ្ធផលអវិជ្ជមានពីគ្រូពេទ្យឬតុល្យភាពនៅក្នុងគណនីធនាគារដែលមិនសមប្រកបគឺជាអ្វីដែលមើលឃើញដូច្នេះវាគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះផ្ទុយទៅវិញព្រះជាម្ចាស់ពួកទេវតានិងរាល់ព្រះពរខាងវិញ្ញាណទាំងអស់ដែលយើងមានក្នុងព្រះគ្រីស្ទអេពីសូតចំពុក1គឺជាអ្វីដែលមើលមិនឃើញដូច្នេះហើយទើបសុទ្ធថេរអស់ការជានិច្ចទោះបីជាព្រះពរមើលមិនឃើញក៏ដោយក៏វាបង្កើតឲ្យមានលទ្ធផលជាក់ស្ដែងនៅក្នុងជីវិតរបស់យើងដែរដូចជាការព្យាបាលនិងការផ្គត់ផ្គង់ជាដើមសត្រូវជាញឹកញាប់នឹងទាញចំណាប់អារម្មណ៍របស់លោកអ្នកឲ្យទៅផ្ដោតលើអ្វីដែលមើលឃើញដូចជាអាការៈរោគតាមរាងកាយឬកលៈទេសៈដែលកាន់តែអាក្រក់ទៅដើម្បីធ្វើឲ្យលោកអ្នកបាក់ទឹកចិត្តក្នុងនាមជាកូនរបស់ព្រះដែលជាកម្មសិទ្ធិនៃព្រះរាជរបស់ទ្រង់សូមឲ្យយើងរៀនរស់នៅក្នុងអាណាចក្រដែលមើលមិនឃើញនិងអស់ការជានិច្ចសូមជប់ផ្ដោតអារម្មណ៍តែលើអ្វីដែលមើលឃើញនិងប៉ះពាល់បានហើយបើកភ្នែករបស់យើងដើម្បីមើលឃើញអ្វីជារបស់ព្រះដែលមើលមិនឃើញនិងអស់ការជានិច្ចវិញអស់ការជានិច្ចមានន័យថាអ្វីទាំងនោះនឹងនៅស្ថិតថេរលើសរាល់ការលំបាកបណ្ដោះអាសន្នដែលមើលឃើញនៅក្នុងជីវិតរបស់យើងសម្រាប់ចុះព្រះម្ចាស់បានរៀបចំអ្វីគ្រប់យ៉ាងដែលលោកអ្នកត្រូវការដើម្បីឈ្នះសមរភូមិក្នុងជីវិតរួចរាល់ហើយហេតុនេះដូចជាព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថានៅថ្ងៃនេះបើសិនបើអ្នករាល់គ្នាឮព្រះសូរសៀងទ្រង់កុំឲ្យមានចិត្តរឹងរូសដោយការដែលបានបះបោរនៅគ្រាដែលលបងលោក្នុងទីរហោឋាននោះឡើយជាកន្លែងដែលបុព្វបុរសរបស់អ្នករាល់គ្នាបានលបងលោមើលយើងហេតុនោះយើងក៏ខឹងនឹងមនុស្សចំនួននោះហើយថាគេតែងតែដើរវង្វេងក្នុងចិត្តជានិច្ចហ
ហើយមិនបានស្គាល់ផ្លូវរបស់យើងឡើយដូច្នេះយើងបានស្បត់ទាំងខឹងថាគេនឹងមិនត្រូវចូលក្នុងកន្លែងសម្រាករបស់យើងឡើយហេព្រើរជំពូក3ខ7ដល់11កិច្ចការរបស់ទ្រង់ទល់នឹងផ្លូវរបស់ទ្រង់ប្រជាជនបានស្គាល់កិច្ចការរបស់ព្រះគឺជាការអស្ចារ្យប៉ុន្តែពួកគេមិនបានស្គាល់ផ្លូវរបស់ទ្រង់ព្រះតីរបស់ទ្រង់ចំពោះពួកគេនឹងផ្លូវនៃជំនឿរបស់ទ្រង់ឡើយសេចក្តីក្រោធរបស់ទ្រង់ទល់នឹងសេចក្តីសម្រាករបស់ទ្រង់ទុយពីសេចក្តីក្រោធរបស់ព្រះគឺសេចក្តីសម្រាករបស់ទ្រង់សប្តាហ៍ថ្ងៃនេះសេចក្តីសម្រាកគឺជាទឹកដីសន្យារបស់យើងទឹកដីសន្យាមិនមែនជាទឹកដីជាក់ស្ដែងសម្រាប់អ្នកនិងខ្ញុំនោះទេទឹកដីសន្យាគឺជាទឹកដីនៃសេចក្តីសម្រាកជាកន្លែងដែលយើងមិនចាំបាច់ភ័យខ្លាចចំពោះសេចក្តីក្រោធរបស់ព្រះដែលត្រូវបានទទួលរងរួចជាស្រេចនៅលើឈើឆ្កាងនៃព្រះយេស៊ូវគ្រីស្ទហើយជាកន្លែងដែលយើងអាចទទួលបានរាល់ព្រះពរដោយការសម្រាកនៅក្នុងកិច្ចការដែលព្រះយេស៊ូវបានសម្រេចរួចហើយអាមែនអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលនៅលើទីនេះ Hallelujah